តើអ្នកទាំងអស់គ្នាធ្លាប់ស្គាល់ time expression អត់ហើយថាតើវាមានសារៈសំខាន់យ៉ាងដូចម្តេចខ្លះនៅពេលដែលយើងប្រើនៅក្នុងប្រយោគឬក៏យើងចង់និយាយនៅក្នុងកាលអ្វីមួយអូខេចឹងទីឆានឹងមកលើកអំពី time expression ខ្លះៗដែលតាក់ទងអំពីបច្ចុប្បន្ននៅអតីតកាលនិងនៅថ្ងៃអនាគតចឹងយើងមកមើល time expression ចំពោះបច្ចុប្បន្នយើងមានដូចជា today this morning now currently right now and at the moment ចឹងពាក្យទាំងអស់នេះគឺបញ្ជាក់ពីសកម្មភាពដែលយើងកំពុងតែធ្វើនៅបច្ចុប្បន្នឬក៏ឥឡូវនេះឧទាហរណ៍ដូចជាពាក្យថា right now I am studying English right now មានន័យថាខ្ញុំកំពុងតែរៀនភាសាអង់គ្លេសឥឡូវនេះចឹងយើងមកមើល time expression for the past មានន័យថាពេលវេលាដើម្បីបញ្ជាក់អំពីអតីតកាលមួយយើងមានដូចជា yesterday last night a moment ago previously a while ago and in the past ចឹងចំពោះឃ្លាទាំងអស់នេះផងដែរគឺយើងបញ្ជាក់អំពីសកម្មភាពដែលបានកើតឡើងនៅអតីតកាលឧទាហរណ៍ដូចជា I went to school yesterday មានន័យថាខ្ញុំបានទៅសាលាម្សិលមិញមួយវិញទៀតគឺ future មានន័យថាអតីតកាលចឹងយើងអាចប្រើប្រាស់ time expression ដើម្បីបញ្ជាក់អំពីពេលវេលាអ្វីមួយនៅថ្ងៃអនាគតមានដូចជា tomorrow next morning in a moment soon later and in the future ចឹងយើងអាចឃើញថាពាក្យទាំងអស់នេះគឺបញ្ជាក់អំពីអ្វីដែលនឹងកើតឡើងនៅថ្ងៃអនាគតឧទាហរណ៍ដូចជា I'm going to Phnom Penh tomorrow មានន័យថាខ្ញុំនឹងទៅភ្នំពេញនៅថ្ងៃស្អែកនេះចឹងវាបញ្ជាក់អំពី plan មួយដែលយើងនឹងធ្វើនៅថ្ងៃអនាគត So that is it for time expression ចឹង teacher សង្ឃឹមថាបងប្អូននឹងអាចប្រើប្រាស់ time expression នៅក្នុងប្រយោគយើងដើម្បីឲ្យយើង express អំពីពេលវេលាមួយនៅក្នុងការឲ្យបានច្បាស់លាស់ That's it everyone. Goodbye.